សិល5នេះសិលទី1នឹងហាមយើងបដិញ្ញាថាយើងមិនសម្លាប់សត្វបំបត្តិជីវិតសត្វដទៃទេសម្លាប់ដោយខ្លួនឯងក្តីប្រើអ្នកដទៃឲ្យគេសម្លាប់ដែលយើងជៀសវាងទី2យើងជៀសវាងការលួចទ្រព្យសម្បត្តិអ្នកដទៃណាទី3ជៀសវាងការទៅបៀតបៀនប្តីប្រពន្ធកូនអ្នកដទៃណាទី4ជៀសវាងការកុហកភូតភរអ្នកដទៃឲ្យគេខូចទ្រព្យខូចសម្បត្តិរបស់ពួកគេឬមានការគ្រោះថ្នាក់ដល់រូបរាងកាយរបស់ពួកគេដោយសារពាក្យដែលមិនពិតរបស់ពួកយើងណាទី5ជីវៀងការបរិភោគការសេពសុរាគ្រឿងសង្វឹងគ្រឿងញៀនអានេះហៅសិក្ខាបទ5សិល5ក្នុងសិលទាំង5នេះធៀបឧបមាថាបើយើងទៅសម្លាប់សត្វដាច់តែមួយទេដាច់តែសិលសម្លាប់ហ្នឹងហើយសិល4ទៀតនៅបើយើងទៅលួចទ្រព្យគេដាច់តែលួចទ្រព្យគេមួយទេ4ទៀតនៅបើយើងទៅបៀតបៀនប្តីប្រពន្ធកូនគេដាច់តែសិលមួយហ្នឹងទេសិលអតីតទៀតនៅហើយបើយើងទៅភូតភរកុហកអ្នកដទៃក៏ដាច់តែមួយដែរ4ទៀតនៅតែបើទៅផឹកស្រាដាច់ទាំងអស់តាំងជាងគេខ្ញុំនិយាយអាចយល់បានដើម្បីបានយល់សិលដទៃទៀតយើងប្រព្រឹត្តខុសទៅដាច់តែមួយទៅស្រាមកយើងទៅបរិភោគដាច់ទាំងអស់ព្រោះស្រាខ្ញុំនិយាយជ្រាបឲ្យកាលណាយើងបរិភោគយើងសែទៅជាតិសុរាទៅធ្វើឲ្យចិត្តរបស់យើងនឹងវាផ្លែកប្រកដីចិត្តវិញ្ញាណយើងផ្លែកប្រកដីវាប្រែប្រួលវាមិនមែនជាចិត្តជាវិញ្ញាណធម្មតាទេ